មនុស្សម្នាក់ដែលកើតមកហើយប្រកាសជាស្លាប់ទៅវិញនៅថ្ងៃណាមួយនេះគឺជាច្បាប់ធម្មជាតិមិនថាក្មេងចាស់អ្នកចេះឬក៏អ្នកល្ងងនោះទេអ្នករាល់គ្នាគឺត្រូវតែស្លាប់មិនអាចជៀសផុតការពិតបានប្រាប់អ្នកទុកជាមុនហើយមែនទេព្រះច័ន្ទក្នុងពេលរាត្រីគឺជាឧទាហរណ៍ដ៏ធំមួយដើម្បីពិសោធន៍របស់ច្បាប់ធម្មជាតិមានវងតារាជាច្រើននៅជាមួយនឹងព្រះច័ន្ទថ្មីហើយក៏បានរះឡើងរៀងរាល់រាត្រីនៅពេលដែលមានអានុភាពនៃពន្លឺព្រះច័ន្ទអាកាសធាតុក៏ភ្លឺស្វាងតែនៅពេលដែលព្រះច័ន្ទលិចភាពងងឹតក៏ចូលមកដល់ដដែលតាមការពិតភាពងងឹតមិនអាចភ្លឺឡើងវិញទេបើគ្មាននរណាម្នាក់យកភ្លើងឬក៏អ្វីមួយបំភ្លឺ